សំណួរទី2ដែលខ្ញុំទទួលបានហ្នឹងគឺអ្វីទៅជាផលល្អនិងផលប៉ះពាល់នៃការ multitask អញ្ចឹងខ្ញុំនឹងលើកពីចំណុចដែលមិនសូវល្អមុនចុះហើយចាំយើងនិយាយពីចំណុចល្អតាមក្រោយអញ្ចឹងនៅពេលណាដែលយើងជាមនុស្ស multitask យើងអត់សូវផ្ដោតអារម្មណ៍បានល្អទេព្រោះដោយសាររឿងអីក៏យើងអាចធ្វើបាននៅពេលណាដែលយើងបែងចែកអារម្មណ៍យើងទៅច្រើនផ្នែកយើងអត់មានកន្លែងណាមួយដែលយើងផ្ដោតអារម្មណ៍យើងទៅខ្លាំងទេអញ្ចឹងវាក៏ប៉ះពាល់មកដល់ការធ្វើការងារយើងដូចគ្នាចំណុចទី2ហ្នឹងគឺជាញឹកញាប់តែងតែឃើញខ្លួនឯងហ្នឹងដូចជាវែងដូចជាដើរនៅលើផ្លូវមួយដែលមានផ្លូវបំបែកច្រើនណាហើយយើងអត់ដឹងថាតើយើងគួរតែ take road មួយណាអត់ដឹងថាយើងគួរតែដើរទៅផ្លូវមួយណាដែលចំណុចមួយទៀតដែរនេះខ្ញុំសង្កេតមើលពីខ្លួនឯងណានៅពេលណាដែលយើងធ្វើរឿងច្រើនពេកយើងឆាប់ហត់យើង exhausting មានន័យថាបើយើងផ្ដោតតែរឿងមួយកម្លាំងយើង 100% គឺយើងផ្ដោតធ្វើតែរឿងនឹងមួយហ្មងប៉ុន្តែនៅពេលដែលយើងធ្វើរឿងច្រើនកម្លាំងរបស់យើងមាន 100% យើងត្រូវបែងចែកអានេះ 20% អានេះ 30% អានេះ 40% អានេះ 50% អញ្ចឹងវាធ្វើឲ្យយើងនឹងបែងចែកគេហៅថា energy នៅពេលដែលយើងបែងចែកច្រើនយើងក៏ឆាប់អស់កម្លាំងយើងក៏ឆាប់មានអារម្មណ៍ថាហត់នៅក្នុងការធ្វើការងារអីមួយងាកទៅដល់ផលល្អវិញនៅពេលដែលយើងមាន multitasking នៅពេលដែលយើងមានជំនាញច្រើនពហុជំនាញយើងទទួលបានឱកាសច្រើនព្រោះអាចនិយាយថាអ្នកផ្សេងគាត់មាន skill set គាត់តែមួយគាត់មានជំនាញរបស់គាត់តែមួយផ្ដោតទៅលើចំណុចសំខាន់ណាមួយរបស់គាត់ចឹងចោះវា specific ប៉ុន្តែសម្រាប់យើងដែលយើងចេះច្រើនយើងអាចទទួលយកឱកាសច្រើននៅក្នុងក្រុមហ៊ុនចំណុចទី2ដែលខ្ញុំចាប់អារម្មណ៍ចេញពីបទពិសោធន៍របស់ខ្ញុំគឺយើងយល់សាច់ការបានលឿនបំពេញការងារបានលឿនជាងមុនហេតុអីបើខ្ញុំថាអញ្ចឹងខ្ញុំលើកឧទាហរណ៍មួយចោះឥឡូវនេះខ្ញុំកំពុងតែ host នៅក្នុង podcast ប៉ុន្តែខ្ញុំអាចដឹងថា cameraman គាត់ធ្វើការងារអី producer គាត់ធ្វើការងារអីអ្នកសរសេរ script អ្នករៀបចំ event ទាំងមូលហ្នឹងគាត់ធ្វើអីអ្នក prop master ដែលគាត់រៀបចំភ្លើងគាត់រៀបចំអីវ៉ាន់ផ្សេងៗដែលគាត់តុបតែងនៅខាងក្រោយហ្នឹងតើគាត់មានតួនាទីធ្វើអីនៅពេលដែលយើងដឹងអាសាច់រឿងទាំងអស់ជាប្រព័ន្ធណាដើម្បីកើតជា product មួយដែលអ្នកនរគ្នាកំពុងតែមើលហ្នឹងយើងនឹងយល់សាច់រឿងបានច្រើនជាងមុនហើយការងាររបស់យើងក៏វារលូនទៅមុខបានលឿនជាងមុនដែរព្រោះយើងយល់ពីទុក្ខលំបាករបស់អ្នកដទៃនិយាយស្រួលស្ដាប់ឧទាហរណ៍ថាខ្ញុំនៅតែមុខកាមេរ៉ាតែខ្ញុំអត់ដឹងថាកាមេរ៉ាមែនខ្ញុំគាត់ធ្វើអីទេអត់ដឹងថាគាត់មានទុក្ខលំបាកអីទេអញ្ចឹងអ្វីដែលយើងធ្វើជួនកាលយើងអត់ដឹងទេថាវានឹងផ្ដល់ទុក្ខលំបាកដល់គេអញ្ចឹងកាលណាដែលយើងយល់ការងារផ្សេងៗជាប្រព័ន្ធណាយើងនឹងកាត់បន្ថយការលំបាកដែលមិត្តរួមការងាររបស់យើងនឹងគាត់ជួបប្រទះហើយបើសិនជាយើងកាត់បន្ថយភាពលំបាកបានការងារនឹងវានឹងទទួលបានលទ្ធផលល្អហើយលឿនជាងមុនទៀតចំណុចល្អមួយទៀតដែរគឺយើងអត់សូវធុញជាមួយនឹងការងារអានេះបទពិសោធន៍ជាក់ស្ដែងរបស់ខ្ញុំនៅពេលដែលយើងចេះធ្វើរឿងច្រើនយើងអាចសាកល្បងធ្វើការងារថ្មីឬក៏ធ្វើការងារជំនាញផ្សេងៗដែលយើងមានហ្នឹងដែលយើងបានផ្លាស់ប្ដូរបរិយាកាសពីរឿងមួយទៅរឿងមួយទៀតធ្វើឲ្យយើងនឹងអត់សូវធុញថប់ពេកទេចំណុចល្អមួយទៀតដែរនៅពេលដែលយើងមានជំនាញច្រើនពហុជំនាញគឺយើងអាចបង្កើនចំណូលយើងបានបង្កើនចំណូលនេះវាមានរូបភាពពីរទី1គឺនៅក្នុងក្រុមហ៊ុនយើងផ្ទាល់ដែលយើងកំពុងតែធ្វើការហ្នឹងយើងអាចរកការងារផ្សេងមកធ្វើការងារផ្សេងទៅដោយទទួលបានប្រាក់ចំណូលផ្សេងបន្ថែមពីលើហ្នឹងទៅមួយទៀតយើងអាចឆ្លៀតពេលដូចជាសៅរ៍អាទិត្យដូចជាអីចឹងដើម្បីកុំឲ្យវាប៉ះពាល់ដល់ការងារ snow របស់យើងយើងអាចទៅធ្វើការងារផ្សេងដែលវាអាចរកប្រាក់ចំណូលបានបន្ថែមទៀតអញ្ចឹងទៅព្រោះតម្រូវការរបស់យើងម្នាក់ៗខុសគ្នាជួនកាលយើងមានតម្រូវការច្រើនយើងមានទំនួលខុសត្រូវច្រើនយើងក៏ត្រូវការបង្កើនប្រាក់ចំណូលពីប្រភពផ្សេងៗគ្នាដែរគ្រាន់តែថា make sure ថាការងារក្រៅរបស់យើងនឹងវាអត់ប៉ះពាល់ឬក៏វាអត់ប្រឆាំងគ្នាវាអត់ប្រកួតប្រជែងជាមួយនឹងការងារ snow ដែលយើងកំពុងតែធ្វើហ្នឹង